យើងជាប្រជាជនដែលគោរពការរបស់យើងតែហើយបានប្រជាជនកម្ពុជាមានភាពចាស់ទុំខាងនយោបាយមកបានបំផុតនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗហើយក្នុងនាមជាប្រជាជនគឺយើងគោរពដើរតាមការដឹកនាំរបស់ខាងក្នុងរបស់យើងនេះគឺជារឿងសំខាន់មួយដែលថ្ងៃនេះយើងបានធ្វើឲ្យសម្រាប់ការបង្ហាញអំពីមុខនៃភាពជាខ្មែររបស់យើងដែលបងប្អូនអរគុណមកចូលរួមសម្រាប់ជំនាញដែលមានការបង្ហាញគ្រប់ទាំងខ្លួនមានទាំងវីដេអូក្នុងជាតិមានទាំងវីដេអូដូចជាការបង្ហាញអំពី sticker ផ្សេងៗឬបច្ចេកទេសរបស់ខ្លួនបាទរួមជាមួយនឹងសម្ដេចខ្មែរសម្ដេចយាយសម្ដេចយួនរួមជាមួយនឹងរូបភាពបាទរបស់សម្ដេចតេជោសម្ដេចធម្មដីដែលថ្ងៃនេះគឺជាការចូលរួមមួយយ៉ាងធំមួយឲ្យបងប្អូនដល់មានបានឃើញមួយវិញទៀតបងប្អូនទាំងអស់គ្នាតាមរយៈការចូលរួមនៃសំណាក់ពុកម៉ែបងប្អូនដែលជួយមកពីក្រុមបច្ចុប្បន្នទូទៅទីទាំងប្រទេសកម្ពុជារូបភាពខ្លះអាចខ្លាយទៅជាផលប្រយោជន៍ក៏ដូចជាការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបានពីការបងប្អូនកូនកម្លាំងក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ផ្ទាល់តែម្ដងសង្ឃឹមថានៅក្នុងថ្ងៃនេះតាមរយៈព្រឹត្តិការណ៍របស់យើងការចែករំលែកនៅក្នុងបណ្ដាញសង្គមគឺឃើញតែព្រឹត្តិការណ៍របស់យើងចា1 2 3សូមម្ដងទៀតសូមលើកទឹកចិត្តទាំងអស់គ្នាសូមឲ្យខ្លាំងៗទាំងអស់គ្នា1គ្រួសារខ្មែរអរគុណឆន្ទៈពីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាការរឹតបន្តឹងនៃការរួមរួមសាមគ្គីអរគុណឥឡូវសូមមួយទៀតយើងចង់តែពីយើងនឹងបងប្អូនរាប់1ដល់3គឺអរគុណសន្តិចិត្តពីបងប្អូនទាំងអស់គ្នាវិញចាបាទឥឡូវក្រុមព្រៀបសូមការអនុញ្ញាតរាប់ជូន1 2 3ថ្ងៃនេះគឺមានការចូលរួមពីសម្រាប់ពុកម៉ែបងប្អូនគឺច្រើនលើសលប់តាមការរំពឹងទុកពីក្រុមការងាររបស់យើងទៅទៀតសូមបញ្ជាក់ឲ្យឃើញថាពុកម៉ែបងប្អូនបានចូលរួមជាធ្លុងមួយឬជាស្រេចទៅហើយជាមួយនឹងកម្មវិធីរបស់យើងបើទោះបីជាក្រុមការងាររបស់យើងធ្វើការផ្សព្វផ្សាយទៅមានច្រកល្ហកខ្លះដែលអាចលំលងក៏ពិតមែនប៉ុន្តែបងប្អូននៅតែព្យាយាមឈ្មោះក្នុងការចូលរួមព្រឹត្តិការណ៍មួយនេះអ្វីដែលនេះខ្ញុំទទួលបានពីពាក្យពេចន៍ផ្ទាល់ពីបងប្អូនប្រជាជាតិខ្មែរតែម្ដងចាប្រជាពលរដ្ឋខ្មែរក៏បានលើកឡើងថាមុនចូលរួមក្នុងកម្មវិធីក៏ដូចជាឆាតបុកភេករបស់នេះខ្ញុំផ្ទាល់គេថាធ្វើម៉េចដើម្បីឆ្លៀតចូលរួមនៅក្នុងកម្មវិធីដើម្បីបង្ហាញថាគាត់តែដីខ្មែរប្រែថាសឡងទៅធំជារណាតកាហ្វេ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn